សួស្តីកូនក្មួយទាំងអស់គ្នាថ្ងៃនេះពួកយើងអត់មានរឿងដើម្បីអានទេណាគឺយើងមានជាកំ pl ែងហើយនឹងពាក្យបណ្ដៅម្ដងណាចឹងហើយក្មួយត្រៀមណាចំណេះដឹងតើពីរ៉ាមីតស្ថិតនៅក្នុងប្រទេសណាចម្លើយមាន3មានប្រទេសអេស៊ីបប្រទេសម៉ារ៉ុកប្រទេសអាហ្វ្រិកខាងត្បូង3 2 1ចម្លើយគឺមកពីប្រទេសអេស៊ីបតូប្រាប់ថាមិនចង់ទៅរៀនទៀតទេម្ដាយក៏សួរហេតុអ្វីទៅកូនព្រោះអ្នកគ្រូជាមនុស្សមិនដឹងអីសោះគាត់មិនព្រមឈប់សួរខ្ញុំទេអូខេចឹងបងប្អូនក្មួយគិតថាចម្លើយហ្នឹងត្រឹមត្រូវអត់មើលនឹងគិតខ្លួនឯងដែរណាអូខេបើម្សិលមួយថ្ងៃគឺជាថ្ងៃច័ន្ទតើមួយថ្ងៃមុនថ្ងៃខាន់ស្អែកជាថ្ងៃអ្វី3 2 1យើងទៅមើលចម្លើយទាំងអស់គ្នាណាចម្លើយនោះគឺថ្ងៃប្រហ័សព្រោះបើម្សិលមួយថ្ងៃជាថ្ងៃច័ន្ទមានសេចក្តីថាថ្ងៃនេះជាថ្ងៃពុធខាន់ស្អែកជាថ្ងៃសុក្រដូច្នេះមុនថ្ងៃសុក្រមួយថ្ងៃជាថ្ងៃប្រហ័សអូខេចឹងបងប្អូនកូនក្មួយគាត់ថាត្រឹមត្រូវអត់ចម្លើយមួយហ្នឹងខ្ញុំស្រមៃចង់រកបានលុយមួយខែ5លានដូចប៉ាខ្ញុំដែរមែនឬប៉ាឯងរកលុយបាន5លានក្នុងមួយខែទេប៉ុន្តែគាត់ស្រមៃអញ្ចឹងដែរអូខេចាំមិនន័យថាគាត់សម័យដូចគ្នាតែឪពុកកូនសម័យដូចគ្នាណាម៉ាក់ថ្ងៃនេះខ្ញុំបានបន្ទុក10ល្អណាស់កូនតើកូនធ្វើម៉េចទើបបានសរសេរតាមអានបាន3ចំណោទបាន1ភូមិវិទ្យាបាន2និងកីឡាបាន4អូខេចឹងបងប្អូនសាកបូកដកគុណចែកទៅថាតើសរុបទៅបានប៉ុន្មានហើយក្នុងមួយមុខវិជ្ជាគិតថាគាត់រកពិន្ទុបានប្រមាណហ្នឹងណាអូខេយើងចាំរកនឹកហើយប្រាប់ខ្ញុំផងណាអានយូរទៅអត់ដឹងថាជាកំ pl ែងឬក៏អីណាអូខេតោះយើងតទៀតណាវគ្គកំ pl ែងនៅពេលនាឡិការោគ្រប់13ដងតើដល់ម៉ោងអ្វីដែរគឺដល់ម៉ោងជួសជុលវាហើយអូខេយល់ទេកន្លែងកំ pl ែងមួយនេះចឹងគិតខ្លួនឯងណែណាអានវាឲ្យបាន13ដងទៅយល់ហើយកន្លែងមួយនេះខ្ញុំអត់សូវយល់ដែរអូខេអ្នកយល់ប្រាប់ដែរណាតើសត្វតោច្រើនរស់នៅក្នុងទ្វីបណាចម្លើយមាន3ទ្វីបអាស៊ីទ្វីបអឺរ៉ុបទ្វីបអាហ្វ្រិកអូខេ3 2 1យើងមើលចម្លើយទាំងអស់គ្នាសត្វតោច្រើនរស់នៅក្នុងប្រទេសក្នុងទ្វីបអាហ្វ្រិកអូខេចាំទាំងអស់គ្នាណាសត្វតោនៅខាងប្រទេសទ្វីបអាហ្វ្រិកយើងមានច្រើនណាចុះប្រទេសខ្មែរយើងមានអីហើយណាបងប្អូនកូនក្មួយអាចទាយបានដែរណាបើដឹងចម្លើយប្រាប់ខ្ញុំក្នុង comment ដើមឈើមួយមាន12មែក12មែកលើមែកនីមួយៗមានសំបុកចា4ហើយក្នុងសំបុកនីមួយៗមានបំពង់សុទ្ធសំណួរតើដើមឈើនោះជាអ្វី3 2 1តែដែនចម្លើយគឺឆ្នាំព្រោះ12មែកគឺ12ខែ4សំបុកគឺ4អាទិត្យហើយបំពង់សុទ្ធគឺ7ថ្ងៃ